ទាំងអុយច្រៀងជេរបារាំងណាបារាំងអញ្ជើញមកឲ្យច្រៀងទុកកត់ឲ្យខ្មែររៀនទៀតមហាអស្ចារ្យខ្ញុំទៅដល់សារមន្ទីរមូស្គូអ្នកដឹងអ្នកប្រាជ្ញរុស្ស៊ីគេថាម៉េចទេទាំងអុយនេះគេប្រសិទ្ធនាមគាត់ស្មើនឹងសង្សាររ៉ូសូគឺអ្នកដែលបង្កើតច្បាប់កិច្ចសន្យាសង្គមមុនគេកសិករត្រូវធ្វើអីអ្នកដឹកនាំត្រូវធ្វើអីកិច្ចសន្យាសង្គមតែខ្មែរយើងអត់ស្គាល់តម្លៃសោះអ្នកគេដោយសារកញ្ញាស៊ូសានកាប់លេសដែលអញ្ជើញទាំងអុយមកច្រៀងហើយគាត់តាទុកហើយប្រវត្តិនៃការកកើតឡើងនៃការស្រាវជ្រាវជាន់ខ្ពស់លើទឹកដីខ្មែរនេះណា1898បារាំងបានបង្កើតក្រុមស្រាវជ្រាវបុរាណវិទ្យាបារាំងមិនខ្មែរទេ1901សាលាបារាំងចុងបូព៌ាប្រទេសបានបង្កើតនៅនូចិនអានឹងក៏សិក្សាអំពីខ្មែរហ្នឹងតែមានខ្មែរណាបារាំងសម្ដេចជួនណាលោកមានពវិស្នាបានរៀនហ្នឹងមុនគេគ្រូរបស់លោកលវីហ្វីណូត1930យើងបង្កើតឡើងនៅវិទ្យាឋានពុទ្ធសាសនាបណ្ឌិតវិទ្យាឋានពុទ្ធសាសនាបណ្ឌិតជាឃ្លាំងផ្ទុកដាក់នៅកំណត់វប្បធម៌ខ្មែរដ៏ធំប៉ិនមិនមែនខ្មែរទេណាបារាំងកញ្ញាស៊ូសានកាប់លេសទាំងអុយច្រៀងជេរបារាំងណាបារាំងអញ្ជើញមកឲ្យច្រៀងទុកកត់ឲ្យខ្មែររៀនទៀតចេះច្បាប់បារាំងកុំភ្លេចសច្ចង្កតញ្ញូខន្តីអ្នកក្តីជាភ្លើងកុំកាត់កាន់ជើងអ្នកម្ខាងមើងងាយរីកលួងពីមុនរកស៊ីរែកពុនមានក្រតាមភពរីកលោកឥឡូវទៅប្រឹងឲ្យញាប់តែក្រច្រើនជាប់គុកច្បាប់រីកលោកបារាំងណានគរថ្កើងផ្លែសបាយតែភ្នែកក្នុងចិត្តរងកម្មកូនប្រុសបណ្ដាច់កុំភ្លេចបណ្ដាំកបាស់សូត្រឆ្នាំតែម៉ាំលែងថោកមហាអស្ចារ្យខ្ញុំទៅដល់សារមន្ទីរមូស្គូអ្នកដឹងអ្នកប្រាជ្ញរុស្ស៊ីគេថាម៉េចទេទាំងអុយនេះគេប្រសិទ្ធនាមគាត់ស្មើនឹងសង្សាររ៉ូសូគឺអ្នកដែលបង្កើតច្បាប់កិច្ចសន្យាសង្គមមុនគេកសិករត្រូវធ្វើអីអ្នកដឹកនាំត្រូវធ្វើអីកិច្ចសន្យាសង្គមតែខ្មែរយើងអត់ស្គាល់តម្លៃសោះអ្នកគេដោយសារកញ្ញាស៊ូសានកាប់លេសដែលអញ្ជើញទាំងអុយមកច្រៀងហើយគាត់តាទុកវិជាឋានពុទ្ធសាសនាបណ្ឌិតហ្នឹងឯងដែលបង្កើតឡើងនៅក្រុមជំនុំទំនៀមទម្លាប់ខ្មែរណាស្អីទាំងអស់ហ្នឹងក្រុមជំនុំទំនៀមទម្លាប់ខ្មែរនេះគាត់តាមអ្នកសាវជឿឡើងវិជាឋានពុទ្ធសាសនាបណ្ឌិតហ្នឹងឯងដែលបង្កើតក្រុមជំនុំប្រតិបត្តិបិដកខ្មែរហើយសៅមុនខ្ញុំបានសួរទៅសម្ដេចចំជាលោកថាមិនតាន់ចេញទេគ្រូមិនតាន់ចុះហត្ថលេខាឲ្យផងគណៈកម្មការបតិបិដកខ្ញុំព្យាយាម30ឆ្នាំជាងទៅកន្លែងណាក៏និយាយដែរគេខ្លះគេថាខ្ញុំចង់ចូលសមាជិកមិនមែនទេតែខ្ញុំឃើញថាវាមានសារៈប្រយោជន៍ណាស់សម្រាប់វប្បធម៌ខ្មែរអត់មានគណៈកម្មការបតិបិដកហ្នឹងបោះថ្មីអាណាទទួលពិនិត្យពាក្យពេចន៍នឹងខុសទៅចុះអត្ថកថានៅមកកាត់ភ្លុះដែលអត់ទាន់បានប្រែផងប្រែគ្រប់គ្នាធ្វើមិនមានឯកភាពគ្នានេះចឹងគណៈកម្មការនឹងមានប្រយោជន៍ទាំងដល់ថ្ងៃហ្នឹងអត់ទាន់ចេញតែព្រមហើយក្រសួងអត់ទាន់ទៅអានឹងគឺរឿងសង្វែកអានេះវិជាឋានពុទ្ធសាសនាបណ្ឌិតក្រៅពីហ្នឹងសួរថាអ្នកសរសេរអ្នកសាវជាមួយណាដែលមិនពឹងផ្អែកទស្សនាវដ្តីកម្ពុជាសូរិយាបោះពុំផ្សាយដំបូងគេឆ្នាំ1926ជាទស្សនាវដ្តីវិទ្យាសាស្ត្រមុនគេផុតនៅស្រុកខ្មែរ